តអស់គ្នាអញ្ចឹងសម្រាប់អ្នកដែលត្រៃស៊ីពេញត្រៃស៊ីពេញឡើងក្រហមនេះធ្វើឲ្យម៉ាស៊ីនយើងដើរយឺតហើយអញ្ចឹងយើងមានវិធីសាស្ត្រអាចលុប file មួយចំនួនចេញឬក៏យើងមាន file ឯកសារសំខាន់ច្រើនយើងអាចផ្ទេរនៅកន្លែងនេះគឺខ្ញុំចង់ព្រម try C និង try D ទៅជាមួយគ្នាអញ្ចឹង try D របស់ខ្ញុំនៅសល់ POG អញ្ចឹងអ្នកនរត្រូវចាំថាកន្លែងនេះយើងត្រូវតែ backup យើង copy ឯកសាររបស់យើងទុកឲ្យហើយដល់ពេលយើង merge ហើយចាំ pass ចូលវិញអញ្ចឹងវិធីសាស្ត្រក្នុងការ merge របស់យើង right click នៅកន្លែង this PC នេះតមកយើងយក show more option យក manage អញ្ចឹងចូលមកដល់កន្លែងនេះវាដល់កន្លែងដែលយើងត្រូវ control នេះយើងយក storage នេះយក dismanage មកចុចកន្លែងហ្នឹងមកវាចេញផ្ទាំងនេះនេះខ្ញុំមាន2 slot របស់ខ្ញុំប្រើ2នេះ M2 របស់ខ្ញុំ1ហើយនេះ M2 ទី2អញ្ចឹង M2 1នេះខ្ញុំដាក់ Windows អញ្ចឹងនេះ try D នេះដែលខ្ញុំចង់ដាក់បញ្ចូលជាមួយ try C របស់ខ្ញុំពេញអញ្ចឹងទី1គឺយើងត្រូវ format វាចោលសិនយើង delete វាចោលសិនណា delete value នេះចោលអញ្ចឹងដើម្បីឲ្យវា unlocate បញ្ជាក់កន្លែងហ្នឹងគឺយើងត្រូវ copy ឯកសារយើងឲ្យហោះតែពេល delete នេះគឺវាទៅហើយអញ្ចឹងដើម្បីវាចេញពណ៌ខ្មៅនេះ unlocate នេះបានយើងអាច merge បញ្ចូលទៅក្នុង try C បានយើង right click លើ try C ហើយយើងយកនេះ extend value នេះនៅពេលយើងយកហើយយើងចុច next តបមកវានឹង select this zone នេះគឺមួយនេះឯងយើងចុច next ទៀតមកហើយយើងចុច finish try C របស់យើងគឺបានបញ្ចូលគ្នាហើយអញ្ចឹងយើងចូលទៅមើលរបស់យើងវិញឃើញវាមើលចូលគ្នាអញ្ចឹងវីដេអូប៉ុណ្ណឹងអរគុណជួបគ្នាវីដេអូក្រោយបាយ